ខ្ញុំប្រកាសណាក៏សូមជម្រាបជូននៅដំណឹងបុណ្យផ្សាយមេត្តាប្រចាំខែវិច្ឆិកាឬខែ11ដែលជាការបួងសួងឧទ្ទិសកុសលផ្សាយមេត្តាចិត្តទៅដល់បុព្វបុរសជាន់មុនជាន់ក្រោយអស់លោកមេទ័ពដែលបានបូជាសាច់ស្រស់ឈាមស្រស់ជូនទឹកដីមហានគរខ្មែរនិងអស់សពសត្វទូទាំងសកលលោកទូទាំងផែនដីនិងការផ្សាយមេត្តារំដោះកម្មរំដោះទុក្ខរំលោះនៅគ្រោះខែរំលោះនៅគ្រោះឆ្នាំម្ចាស់កម្មពីវរាទាំងឡាយទាំងពួងរបស់បងប្អូនពញាតិទាំងអស់គ្នាដែលជាសម្បករូបកាយកូនចៅដែលធ្លាប់ធ្វើកម្មទាំងចេតនាអចេតនាកិច្ចកម្មវិធីនេះគឺយើងប្រឡប់ឡើងដើម្បីឲ្យបងប្អូនពញាតិទាំងឡាយចូលរួមក្នុងការឧទ្ទិសផលចិត្តនិងបុណ្យដែលខ្លួនបានធ្វើនិងចម្រើននូវមេត្តាផ្សាយកុសលដល់ញាតិរបស់គាត់និងម្ចាស់កម្មពីរួបរวมគ្នាជាកម្លាំងបុណ្យអានិសង្សដល់ក្រៃលែងកាត់ផ្ដាច់នៅគ្រោះរំលោះនៅគ្រោះខែគ្រោះឆ្នាំទុកសោកទាំងឡាយទាំងពួងអាស្រ័យដោយហេតុបានជម្រាបនេះសូមពុកម៉ែបងប្អូនអ្នកដែលបានធ្លាប់ចូលរួមហើយកន្លងមកក៏អញ្ជើញចូលរួមបងប្អូនពញាតិពុកម៉ែមេមីងដែលមិនបានចូលរួមក្តីក៏អាចចូលរួមចាប់មគ្គផលកុសលផលបុណ្យតាមសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីបំពេញបុណ្យឧបនិស្ស័យក្នុងការផ្សាយមេត្តាព្រោះអានិសង្សនៃការបំពេញបុណ្យផ្សាយមេត្តារំដោះកម្មរំដោះពាវរានិងការផ្សាយមេត្តាដល់បុព្វបុរសមហានគរខ្មែរនិងសពសត្វនេះមានអានិសង្សប្រមាណរាប់មិនបានដែលជួយការពាររារាំងនៅបាយទាំងឡាយទាំងពួងដែលជាគ្រោះកាយគ្រោះកម្មគ្រោះផ្ដាច់ជីវិតឬក៏ការរិស័យដាក់អរិយជន់និងទុកទោសមួយចំនួនដែលយើងធ្លាប់បានសាងទុកមកពីអតីតភពនិងបច្ចុប្បន្នជាតិហើយលាលែងហើយនៅក្នុងកម្មទាំងឡាយដែលក្នុងនោះយើងបានបំពេញនៅការបួងសួងឧទ្ទិសដល់ទេវតាសពទិទីឲ្យមកចូលរួមដឹងឮម្យ៉ាងវិញទៀតយើងក៏បានធ្វើនៅតក្កណានុបទានឬសង្ឃទានការឧទ្ទិសចំពោះសង្ឃនិងការថ្វាយចង្ហាន់និងការបូជាប្រគេនដល់ព្រះសង្ឃដែលលោកគង់ចាំនៅឯទីវត្តប្រសិទ្ធក្រោមក្នុងការបំពេញបុណ្យរបស់យើងរៀងៗខ្លួនហើយឧទ្ទិសផលបុណ្យដែលបានធ្វើចំពោះព្រះសង្ឃបានឧទ្ទិសទៅដល់ញាតិទាំងឡាយព្រមទាំងជីដូនជីតាញាតិកាទាំង9សន្តាននិងអស់សពសត្វទេវតាទាំងឡាយទាំងពួងឲ្យលោកបានដឹងបានឮមកទទួលអនុមោទនានៅកុសលផលបុណ្យអំពីកូនចៅគ្រប់គ្នាដូច្នេះហើយការធ្វើនៅកិច្ចកម្មវិធីនេះគឺជាការធ្វើដ៏សមគួរសម្រាប់បងប្អូនពញាតិពុកម៉ែមីមីងទាំងអស់គ្នាអាចចូលរួមបាននិងបំពេញបុណ្យបានដ៏ប្រសើរហើយការបំពេញបុណ្យផ្សាយមេត្តាដែលយើងបានប្រារព្ធនេះគឺជាការបំពេញបុណ្យមួយដែលយើងអាចធ្វើបានប្រចាំខែឬរៀងរាល់ពេលវេលាដែលយើងមានការបំពេញបុណ្យហើយទុកហើយនោះអាចធ្វើបុណ្យផ្សាយមេត្តាឧទ្ទិសកុសលទៅតាមទីកន្លែងនីមួយៗបុគ្គលដែលមានឧបនិស្ស័យក្នុងការបំពេញដឹងគុណចំពោះបុព្វបុរសនិងការធ្វើបុណ្យផ្សាយមេត្តាឧទ្ទិសចំពោះញាតិដែលបានចែកឋានទៅនោះគឺជាអ្នកដែលគោរពដឹងគុណជាអ្នកដែលដល់នៅអានិសង្សនឹងការរួចចាកនៅទុក្ខទោសនិងមានទេវតាបារមីតាមថែរក្សាការពារអាស្រ័យដែលខ្ញុំបានជម្រាបយ៉ាងនេះសូមបងប្អូនអញ្ជើញចូលរួមនិងគោរពអញ្ជើញព្រមទាំងចូលរួមចាប់មគ្គផលតាមឧបនិស្ស័យផងចោះសម្រាប់លេខទូរស័ព្ទទំនាក់ទំនង077 54 93 54និង096 67 46 707និង067 35 89 36ទីតាំងប្រពៃនៅកម្មវិធីគឺស្ថិតនៅភូមិតាពេជ្រឃុំឆ្វាំងស្រុកពញាឮខេត្តកណ្ដាលសូមអរគុណនិងអរព្រះគុណ